ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកស្ងោរតឡាចបងប្អូនស្ងោរតឡាចរបស់ខ្ញុំគឺសិញ្ច្រាំសាច់ជ្រូកយកទៅញាត់ក្នុងតឡាចចាខ្ញុំមានតឡាខ្ញុំមានសាច់ជ្រូកមានខ្ទឹមសមានក្តាប់តឡាចទូចៗបងប្អូនតឡាចទូចៗឯងមានស្លឹកខ្ទឹមនេះហើយប៊ីយូហ៊ឺចាដំបូងយើងត្រូវតែកោសតឡាចយើងឲ្យស្អាតចិត្តតឡាចយើងឲ្យស្អាតដើម្បីលាងសម្រស់ទឹកមកចាបន្ទាប់ពីយើងចិត្តសបកហើយយើងត្រូវតែនេះខ្វៀលយកគាត់តឡាចនេះចេញខាងស្នូវាដើម្បីយើងទុកញាត់សាច់ជ្រូកបងប្អូនច្រាំសាច់ជ្រូកវិញម្ដងបន្ទាប់ពីខ្ញុំលាងតឡាចសម្រស់ចឹងហើយខ្ញុំមកច្រាំសាច់ជ្រូកបងប្អូនចាខ្ទឹមយើងច្រាំដាក់ចូលក្នុងមកមុនដំបូងខ្ញុំចាក់ទឹកត្រីចូលតិចណាម្សៅស៊ុបប៊ីចេងស្ករខ្ញុំដាក់ប្រេងខ្យងចូលតិចចុងក្រោយខ្ញុំដាក់ម្រេចចូលតិចដែរចាឥឡូវខ្ញុំបានយកសាច់ជ្រូកទាំងច្រាំហ្នឹងយកមកញាត់ក្នុងតឡាចហ្នឹងណាបងប្អូននេះហើយយើងយកនេះចកាក់អាំងសាច់ណាយកមកចាក់ចឹងមកកុំឲ្យសាច់ជ្រូកយើងចេញក្រៅពេលយើងស្ងោរទៅវាហៀចេញក្រៅចាឥឡូវខ្ញុំតឡាចcủaខ្ញុំបានញាត់សាច់ជ្រូកហើយឥឡូវយើងដាក់ស្ងោរបងប្អូនចាឥឡូវទឹកពុះហើយទឹកខ្ញុំបានពុះហើយឥឡូវនេះខ្ញុំចាក់នេះស្បែកជ្រូកហើយនឹងហើយប៊ីយូហ៊ឺចូលសិនណាបន្ទាប់មកខ្ញុំដាក់តឡាចចូលមកតឡាចញាត់សាច់ជ្រូករបស់យើងចាបន្ទាប់មកខ្ញុំបង់អំបិលចូលតិចណាចាបងប្អូនឃើញថានេះសាច់ជ្រូកញាត់តឡាចខ្ញុំបានឆ្អិនណាបងប្អូននេះឥឡូវនេះខ្ញុំនឹងបង់ស្លឹកខ្ទឹមដើម្បីខ្ញុំដួសដាក់ចានឥឡូវខ្ញុំបន្ថយភ្លើងតិចសិនហើយចាប់តាមបង់ស្លឹកខ្ទឹមហើយច
bây giờ đua đã chán á dân đồ ở chơi đọt thật dân tránh đó cha mong ô nè sẽ chịu nhọt tạt bàn ngào rồi rồi đó nè mong ô nè